នៅមកប្លុកនេះគឺចំនួន2000ប្រហែលជា2700ទៅ800ដុំតែប្រភេទជាអីយើងអត់តន់បែងចែកទៀតទេដោយសារថ្មច្រើនហើយយើងអត់តន់មានទេពេលយើងទៅបានចុះបានមកដំណាក់កាលចាំពេលក្រោយរួចរាល់អស់យើងនឹងបញ្ជាក់ថាមានប្រភេទដបូលម៉ានដុំហោជាងម៉ានដុំគ្រឹះតសម៉ានអាហ្នឹងយើងអាចប្រាប់បានតាមក្រោយទៀតតើតើនឹងរឿងថតដ្រូនថតអីដើម្បីធ្វើ mapping ហ្នឹងគឺការងារយើងថតដើម្បីងាយស្រួលដឹងទីតាំងហើយយើងយកទៅបញ្ចូលទៅក្នុង GIS database យើងធ្វើ mapping មកហើយយើងបញ្ចេញទីតាំងថាថ្មហ្នឹងយកមកពីណាការងារនេះការងារដែលយើងថតដ្រូនចឹងថតនេះរូបទូចនេះគឺយើងថតដ្រូនហើយយើងយកទៅ process ក្នុងកុំព្យូទ័រជាយើងហៅថា photogrammetry វាចេញរូបភាពមកជា mapping យើងយកបញ្ចូល mapping ហ្នឹងទៅលើទិន្នន័យពិតបានន័យថាវាមួយលើមួយនៅជុំវិញបាយ័ននេះយើងមាន scale មានអីមាន grid បែងចែកមាន coordinate នេះតាមយើងធ្វើទៅតាមបច្ចេកវិទ្យាបានន័យថាដើម្បីងាយស្រួលអ្នកក្រោយជាទិន្នន័យនេះជាទិន្នន័យសុសបានន័យថាយើងរក្សានៅក្នុង data មួយងាយស្រួលយើងធ្វើការងារថ្ងៃក្រោយទៀតនេះរូបភាពគ្រាន់តែយើង view ទីតាំងទូទៅថាយើងបានថតកន្លែងណាចេញពីណាដូចគ្នាកន្លែងនេះការងារពួកខ្ញុំដែលធ្វើរាល់ដងហើយដែលនិយាយរឿង grid មិញនេះយើងបែងចែក grid មិញយើងមាន A B C D ចឹងមកហើយជួរដេកហើយជួរឈរយើងដាក់1 2 3មកដោយ grid ក្នុងនេះយើងប្រើ A1 មកបានន័យថាដេក A ឈរលេខរៀងលេខ1អញ្ចឹង block ថ្មហ្នឹងយើងអត់ងាយច្រឡំទេថាអូយើងចេញពី block នេះអញ្ចឹងយើងដឹងយើងវាយលេខទៅស្រួលការងារហ្នឹងវាស្រួលសម្រាប់យើងអញ្ចឹងនេះប្លង់បាយ័នទូទៅនេះប្លង់ LiDAR ហើយនេះកិច្ចការងាររបស់យើងដែលយើង process ការងារហ្នឹងបានន័យថាដំណាក់កាលមួយយើងគឺរៀបចំអញ្ចឹងយើងមាន data type យើងមាន point line អានេះជាបច្ចេកទេសលម្អិតសម្រាប់ក្រុមការងារពួកខ្ញុំដែលធ្វើនេះខ្ញុំអត់សូវលម្អិតប៉ុន្មានទេហើយនេះការងារមុនយើងយកគំរូយើងអត់មានបង្កើតអីថ្មីសម្រាប់យើងទេយើងអត់ថាអូខ្ញុំមកថ្មីខ្ញុំធ្វើការងារថ្មីយើងយកគំរូតាមបច្ចេកទេសចាស់ទាំងអស់របស់បារាំងរបស់ជប៉ុនហើយយើងយកមករួមបញ្ចូលគ្នាអ្វីដែលយើងថ្មីហ្នឹងយើងគ្រាន់តែយកទៅបញ្ចូលក្នុង database ទេតែការងារអស់ហ្នឹងគឺយើងយកគំរូរបស់គាត់ទាំងអស់ការងារយើងអត់មានអីយើងបង្កើតថ្មីមកថាអូយើងចេះហើយមកបង្កើតថ្មីទេនេះការងាររបស់បារាំងរបស់ជប៉ុនរបស់អីគាត់យើងយកជាឯកសារយកទាំងអស់ដើម្បីយើងធ្វើការងារស្រួលទៀតនេះតែប៉ុណ្ណឹងនេះការងារនេះបច្ចុប្បន្នរូបភាពថតដោយដ្រូនបច្ចុប្បន្នយើងថតធ្វើជា photogrammetry ហើយយើងយកមកបង្ហាញចេះនេះការងារពេលដែលពួកខ្ញុំចូលមកក្រុមការងារអប្សរាចូលមកធ្វើនេះហ្នឹងនេះយើងថតជា photogrammetry ដែរខាងកិច្ចការអភិរក្សកាលខ្ញុំថតឆ្នាំទៅនេះនិយាយរួមនេះតកតនឹង mapping យើងធ្វើ mapping ច្បាស់លាស់ហើយចេញមកពីណាអស់ហើយទៅបើយើងចាប់ផ្ដើមថត drone ម្ដងទៀតហើយយើងចុះលេខដូចនិយាយទៅដែរពីមុនមកចឹងគឺការងារប៉ុណ្ណឹងបាទការងារ drone ហ្នឹងបាទ